បាទសូមគោរពជំរាបសួរពុកម៉ែមាមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរខ្ញុំបាទក៏សូមជូននៅហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026ត្រូវនៅថ្ងៃ10រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570នៅថ្ងៃប្រហោះនេះឆ្នាំវកឆុងនឹងឆ្នាំខាលសម្រាប់ការមើលទៅលើក្បួនទិសនៅថ្ងៃប្រហោះនេះផងដែរលោកអ្នកគួរធ្វើដំណើរទៅទិសអាគ្នេយ៍មិនគួរធ្វើដំណើរទៅទិសបូព៌ាឡើយដែលជាទិសមិនល្អចំពោះទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលឬរៀបចំពិធីសែនព្រេនឬមង្គលការអ្វីមួយនោះឲ្យអង្គុយនៅទិសឦសានបែរមុខទៅរកទិសអាគ្នេយ៍បាទចំពោះក្បួនកក្កបាតយាមក្រឡាចាប់ពីម៉ោងមាន់រងាវរហូតដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងកក្កបាតមានន័យថាជាម៉ោងអន្តរាយលោកអ្នកពុំគួរធ្វើដំណើរឡើយនៅក្នុងម៉ោងនេះវាអាចធ្វើឲ្យមានការខាតបង់ទ្រព្យសម្បត្តិចំពោះការចេញដំណើរចាប់ពីម៉ោង6កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងទទេស្អាតពុំទទួលបានផលអ្វីទេហើយក៏មិនមានបញ្ហាអ្វីកើតឡើងដែររីឯការធ្វើដំណើរចាប់ពីម៉ោង11:00រហូតដល់ម៉ោង2រសៀលគឺជាម៉ោងសុខសាន្តលោកអ្នកចេញដំណើរនៅម៉ោងនេះគឺទទួលបាននូវភាពសុខសាន្តក្នុងការធ្វើដំណើរទៅណាមកណារីឯការធ្វើដំណើរចាប់ពីម៉ោង2:00រហូតដល់ម៉ោង5:00រសៀលគឺជាម៉ោងគ្រោះកាចពុំគួរធ្វើដំណើរឆ្ងាយឡើយតែបើធ្វើដំណើរលោកអ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតឯការធ្វើដំណើរចាប់ពីម៉ោង5រហូតដល់ម៉ោងចូលគេងគឺជាម៉ោងល្អណាស់លោកអ្នកអាចចេញដំណើរនៅម៉ោងនេះជួបនឹងទទួលបានផលនៅលៀបបរិបូរណ៍បាទជាបន្តក៏សូមជួលដល់នៅការទស្សន៍ទាយជោគជតារាសីសម្រាប់ឆ្នាំទាំង12នៅថ្ងៃប្រហោះនេះបាទហើយមុននឹងចូលដល់ការទស្សន៍ទាយជោគជតារាសីសម្រាប់ឆ្នាំទាំង12ក៏សូមជូនពរនិងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកសូមតាមជួយថែរក្សានិងคุ้មគ្រងពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ឲ្យរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាឆ្នាំជូតរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាអ្វីៗអាចដំណើរការល្អប៉ុន្តែមិនទាន់មានការប្រែប្រួលអ្វីធំដុំនោះទេអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះក៏ពុំគួរបណ្ដាក់ទុនឬសម្រេចចិត្តធ្វើកិច្ចការរកស៊ីធំដុំនោះឡើយគួរមានការពិចារណាគិតគូរឲ្យបានហ្មត់ចត់សិនចំពោះការធ្វើដំណើរទីជិតទីឆ្ងាយក៏គួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំឆ្លូវរាសីខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារនិងចាប់ផ្ដើមកម្មវិធីអ្វីមួយផងដែរអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបគួរសមគួរមានការរួសរាន់ដៃជើងដើម្បីតន់ឱកាសល្អចូលមកនៅថ្ងៃនេះការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំខាលរាសីស្រុតចុះនៅថ្ងៃនេះលោកអ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្រែងលោមានការយល់ច្រឡំឬបាត់បង់ឱកាសណាមួយដោយសារការប្រញាប់ប្រញាល់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាពុំសូវជាមានភាពកាក់កបប៉ុន្មាននោះទេឯការធ្វើដំណើរជិតឆ្ងាយទៀតសោតនោះក៏ត្រូវមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ផងដែរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការទាស់ទែងគ្នាខ្លះៗនៅក្នុងអំឡុងថ្ងៃនេះឆ្នាំថោះរាសីខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកមានលាភសំណាងហាក់បើកចំហសម្រាប់ជោគជតារាសីរបស់លោកអ្នកនៅថ្ងៃនេះ
អ្នកប្រកបរបររកស៊ីជួញដូរក៏ឃើញថាមានភាពរីកចម្រើនលូតលាស់មានការរកប្រាក់កម្រៃហូរចូលគួរសមហើយការធ្វើដំណើរជិតឆ្ងាយក៏មានការទទួលរាក់ទាក់ពីអ្នកជុំវិញនិងទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមជាប្រពៃឆ្នាំរោងរាសីស្រត់ចុះនៅថ្ងៃនេះលោកអ្នកគួរមានការប្រុងប្រយ័ត្ននៅពីសម្ដីនិងការសម្រេចចិត្តរបស់លោកអ្នកឲ្យបានគ្រប់ជ្រុងជ្រោយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានបញ្ហាប្រទាំងប្រទើសច្រើនអ្នកខ្លះរកបង្គ្រប់ឆ្នាំងស្ទើរពុំបានផងឯការធ្វើដំណើរទីជិតទីឆ្ងាយក៏ត្រូវមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើរសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាថ្ងៃនេះហាក់ដូចជាមានការពាក់មុខយៈដាក់គ្នាច្រើនឆ្នាំម្សាញ់រាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានការរកម្មរកុសខ្លះៗក៏ប៉ុន្តែមិនជាបញ្ហាអ្វីធំដុំនោះឡើយចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបគួរសមតែលោកអ្នកមិនគួរបោះទុនចាប់យកកិច្ចការធំនៅឡើយនៅថ្ងៃនេះការធ្វើដំណើរទីជិតទីឆ្ងាយក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពោះម៉ាយម៉ាយក្តីឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាធម្មតាឆ្នាំមមីរាសីស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានការថមថយដូច្នេះហើយគួរមានការប្រុងប្រយ័ត្នប្រយែងរកពាក្យសម្ដីនិងការសម្រេចចិត្តផ្សេងអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះក៏ពុំគួរដាក់ទុនរកស៊ីអ្វីធំដុំនោះឡើយគួរមានការគិតគូរជាមុនសិនរៀបគម្រោងផែនការទើបជាការប្រសើរឯការធ្វើដំណើរជិតឆ្ងាយឃើញថាមានការរកម្មរកុសចូលមកយាយីខ្លះចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំនៅថ្ងៃនេះក៏ពុំសូវជាមានភាពល្អប្រសើរប្រមាណដែរឆ្នាំមមែរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចទទួលសំណាងល្អពីការងារឬក៏តំណែងតំណងកិច្ចការងារថ្មីលោកអ្នកទទួលបាននៅការសរសើរនិងឱកាសបញ្ចេញសមត្ថភាពជាច្រើនអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានភាពកាក់កបគួរសមកម្រៃហូរចូលអាចចិញ្ចឹមជីវិតបានយ៉ាងល្អប្រសើរឯការធ្វើដំណើរជិតឆ្ងាយទៀតសោតនោះក៏ឃើញថាមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃផងដែរឆ្នាំវោករាសីល្អមធ្យមនៅថ្ងៃនេះលោកអ្នកគួរមានការរៀបចំផែនការកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកពុំគួរដាក់ទុនធ្វើអ្វីធំដុំនោះឡើយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបអាចរកចំណូលចិញ្ចឹមឆ្នាំងបាននៅថ្ងៃនេះរកការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តឯសេចក្តីស្នេហាប្រុសស្រីក៏មានភាពស្រស់ស្រាយនិងផ្អែមល្ហែមជាប្រពៃដែរឆ្នាំរការាសីល្អមធ្យមនៅថ្ងៃនេះលោកអ្នកអាចនឹងមានបញ្ហាតូចតាចខ្លះចូលមកយាយីក៏ប៉ុន្តែក៏នៅតែអាចដោះស្រាយបានបើសិនជាលោកអ្នកមានការរក្សានូវភាពស្ងប់ស្ងាត់និងដោតទៅលើគោលដៅរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបលុយកាក់ហូរចូលក៏នឹងចិញ្ចឹមឆ្នាំងបានឯការធ្វើដំណើរទីជិតទីឆ្ងាយក៏មានភាពសុខសាន្តសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមស្រស់ស្រាយជាប្រពៃឆ្នាំចរិស័យស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានការធ្លាក់ចុះថយក្រោយដូច្នេះហើយគួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះឃើញថាអ្នកខ្លះរកបង្គ្រប់ឆ្នាំងស្ទើរពុំបានផងគួរមានការប្រយ័ត្នប្រយែងអំពីសុខភាពផងដែរនៅថ្ងៃនេះរកការធ្វើដំណើរទីជិតទីឆ្ងាយក៏ឃើញថាមានការរកម្មរកុសរារាំងតាមជាញឹកញាប់
ចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំมันមានជាបញ្ហាអ្វីនោះទេឆ្នាំកុលរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានការឡើងខ្ពស់ដែលអាចស័ក្តិសមនឹងការចរចានៅរឿងកិច្ចការជំនួញផ្សេងៗបានយ៉ាងល្អប្រសើរចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមានភាពកាក់កបគួរសមលុយកាក់ហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ការធ្វើដំណើរជិតឆ្ងាយមានភាពសុខសាន្តនិងទទួលរាក់ទាក់ពីអ្នកជិតខាងឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃបាទសម្រាប់ជោគជតារាសីសម្រាប់ឆ្នាំទាំង12នៅថ្ងៃនេះក៏សូមបញ្ចប់តែត្រឹមនេះបាទសូមអរគុណសូមជម្រាបលា